សួស្តីបងប្អូននៅក្នុងអ៊ីពីសូតនេះខ្ញុំនឹងធ្វើការកែជាបន្តបាទហើយខ្ញុំនឹងធ្វើការកែមកកត់បាទនឹងប្រកេះដើម្បីឲ្យមានលក្ខណៈទូចជាងមុនបាទពីមុនឃើញរឿងប្រកេះរឿងធំបាទប្រកេះផ្នែកខាងលើណាបាទរឿងធំប៉ាងពេកចឹងអត់ស្អាតទេខ្ញុំកែហើយបន្តមកខ្ញុំនឹងកែទៅលើសម្ពុតបាទសម្ពុតក្បិនខ្ញុំដាក់សម្ពុតក្បិនវិញខ្ញុំមិនដាក់ស្លៀកជាខោទេបាទពីមុនយើងមានក្បិនស្នាប់ខោហើយនឹងខោបាទឥឡូវគឺយើងដាក់ក្បិនដោយលក្ខណៈក្បិនជាទៅខាងសម្លៀកបំពាក់ក្រងឈុតនេះគឺរាងកូនកាត់តិចបាទយើងដឹងថាខ្មែរយើងទទួលឥទ្ធិពលពីឥណ្ឌាវប្បធម៌បាទតែខ្មែរយើងចេះច្នៃខ្លួនឯងបាទបង្កើតទៅជារបស់ខ្មែរខ្លួនឯងបាទគឺតាំងពីផ្នែកសាសនាវប្បធម៌គឺឥណ្ឌាបាទគឺយើងទទួលឥទ្ធិពលមកពីឥណ្ឌាមកបាទតាំងពីបុរាណមកតែខ្មែរយើងចេះច្នៃបាទហើយខ្ញុំក៏សម្រេចយកបែបហ្នឹងបាទទាំងមកកត់ទាំងសម្លៀកបំពាក់ក្រងឈុតអីហ្នឹងបាទឈុតយកពណ៌សគួរសបាទគឺដោយសារតែព្រំបាទគឺជានេះគឺសុទ្ធតែជាព្រះអរហន្តណាអ្នកដែលបួសអ្នកដែលបានបួសអ្នកកាន់សិលបានទៅកើតទៅព្រំបាទមិនមែនមនុស្សធម្មតាបានទៅកើតទៅព្រំបានទេបាទទាំងសុទ្ធតែអ្នកមានសិលមានធម៌បរិសុទ្ធបាទទៅបានទៅកើតនៅនឹងបាទអរគុណច្រើនបាទបើសិនជាខ្ញុំបកស្រាយទៅខុសសូមជួយកែប្រែផងបាទ